ប្រមាណស្ដាប់ទាំងអស់គ្នាចាសសូមស្វាគមន៍មកកាន់ Channel សូសតនិទាននៅក្នុងរាត្រីនេះសម្រាប់វេលាយប់នេះគឺនាងខ្ញុំមានសាច់រឿងមួយបងប្អូនហើយចង់សួរទៅកាន់បងប្អូនទាំងអស់គ្នាថានៅពេលដែលបងប្អូនធ្វើដំណើរឆ្លងកាត់នៅតាមស្រុកស្រែក៏ដូចជាតំបន់ជើងភ្នំឆ្ងាយណាបងប្អូនដែលបានជួបប្រទះទៅនឹងខ្ទមអ្នកតាដែលគេសាងសង់ឡើងនៅក្រោមដើមឈើធំឬមួយក៏នៅតាមកន្លែងណាមួយដែលអ្នកស្រុកតែងតែសាងសង់ដែរឬទេបងប្អូនហើយនៅក្នុងវេលាយប់នេះគឺនាងខ្ញុំមានសាច់រឿងមួយនេះផងដែរដើម្បីចែកជូនដល់ប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាពីព្រោះថាចាស់បុរាណគាត់តែងតែមានពាក្យបំរាមនិងពាក្យប្រដៅតគ្នាថាទីសក្ការៈរបស់អ្នកតាឬមួយក៏អ្នកថែរក្សាទឹកដីសូមមេត្តាដាច់ខាតគឺកុំឲ្យទៅលេងសើចនៅកន្លែងគាត់នឹងឲ្យសោះកុំប្រមាថហើយជាពិសេសហ្នឹងរបស់ដែលដាក់ខ្សែនៅកន្លែងអ្នកតាណាបងប្អូនដូចជាសម្លៀកបំពាក់ឬមួយក្រមាឬមួយក៏អ្វីមួយដែលប្រជាជនយើងគាត់បានថ្វាយទៅដល់អ្នកតាដាច់ខាតកុំឲ្យមានការប៉ះពាល់ហើយនឹងកុំឲ្យលួចយកមកប្រើប្រាស់ឲ្យសោះណាបងប្អូនហើយនៅក្នុងវេលាយប់នេះគឺមានបុរសម្នាក់ដោយសារតែភាពងងើលរបស់គាត់ភាពប្រហើនភាពប្រមាថកោងកាចមិនជឿទៅលើអបិយជំនឿណាបងប្អូនគាត់បានលួចយកនៅអាវប៉ាក់ព្រមទាំងសម្ពត់ហូលបុរាណពីក្នុងខ្ទមអ្នកតាហ្នឹងមកពាក់នៅលើខ្លួនហើយចាប់ពីយប់នោះមកណារៀងរាល់ម៉ោង12រំលងអាធ្រាត្រគឺមានស្រមោលខ្មៅធំបានមកឈរព័ទ្ធជុំវិញក្រេដេករបស់គាត់ព្រមទាំងមានសំឡេងខ្សឹបត្រជាក់ស្រាវស្រាវបន្លឺឡើងថាយកខោអាវនិងរបស់ប្រើប្រាស់មកឲ្យអញវិញបើមិនចឹងទេអ្នកឯងត្រូវតែសងជីវិតចាបងប្អូនទាំងអស់គ្នានេះគឺជាសាច់រឿងរ៉ាវរបស់បុរសម្នាក់ដែលនៅក្នុងរឿងនេះហើយថាតើជោគវាសនារបស់បងប្រុសម្នាក់នឹងទៅជាយ៉ាងណាតើគាត់នឹងអាចដោះបណ្ដាក់សារដ៏រន្ធត់នេះបានដែរឬទេបងប្អូនដើម្បីកុំឲ្យខាតពេលវេលាយូរក៏សូមអញ្ជើញបងប្អូនទាំងអស់គ្នានឹងទៅស្ដាប់សាច់រឿងរបស់គាត់ទាំងអស់គ្នាដូចតទៅរឿងរ៉ាវដ៏រន្ធត់នេះគឺបានកើតឡើងចំពោះយុវជនម្នាក់គាត់មានឈ្មោះថាសិលាគាត់គឺជាអ្នកថតរូបនិងជាយុវជនសម័យថ្មីម្នាក់ដែលរៀនសូត្របានខ្ពស់ប៉ុន្តែគាត់មានចរិតមួយគឺគាត់មិនសូវជឿលើរឿងអបិយជំនឿខ្មោចព្រាយឬមួយក៏ព្រលឹងអ្នកតាតតែសោះបងប្អូនសម្រាប់សិលាអ្វីទាំងអស់គឺត្រូវតែមានហេតុផលទៅតាមវិទ្យាសាស្ត្រនៃការជំនឿរបស់គាត់ចឹងណាដោយឡែកគឺមានថ្ងៃមួយសិលាគាត់បានធ្វើដំណើរទៅកាន់ភូមិដាច់ស្រយាលមួយនៅឯក្បែរជើងភ្នំគឺដើម្បីទៅថតរូបផ្ដិតយកនៅទេសភាពធម្មជាតិនិងជីវភាពប្រជាជនហ្នឹងយកទៅប្រកួតប្រជែងនៅក្នុងការថតរូបណាបងប្អូននៅពេលរសៀលបន្តិចព្រះអាទិត្យចាប់ផ្ដើមលិចសន្សឹមជ្រេទៅទិសខាងលិចមេឃចាប់ដើមមានការស្រអាប់ហើយពពកខ្មៅងងឹតហ្នឹងគឺបានបោកបក់មកជាមួយនឹងខ្យល់ភ្លៀងយ៉ាងខ្លាំងនៅភ្លាមនោះណាបងប្អូនសិលាគាត់បានរត់ទៅជ្រកភ្លៀងនៅក្រោមដើមជ្រៃដ៏ធំមួយដែលនៅចំកណ្ដាលវាលស្រែដោយសារតែគាត់ហ្នឹងគឺដើរថតរូបណាបងប្អូនចឹងនៅពេលដែលគាត់កំពុងតែដើរថតរូបក៏ស្រាប់តែមេឃហ្នឹងបង្អុររកភ្លៀងហើយគាត់ក៏រត់ទៅជ្រកនៅក្រោមដើមជ្រៃដ៏ធំមួយនៅឯកណ្ដាលវាលស្រែនោះហើយនៅក្បែរគល់ដើមជ្រៃដ៏ធំមួយនោះណាគឺមានខ្ទមអ្នកតាបុរាណមួយដែលធ្វើអំពីឈើប្រក់ដំបូលក្បឿងដែលមានការបាក់បែកអស់ខ្លះទៅហើយបងប្អូននៅក្នុងខ្ទមរបស់អ្នកតានោះណាបងប្អូនគឺមានរូបសំណាកឈើចាស់មួយហើយនឹងមានអាវប៉ាក់
បុរាណដែលមានពណ៌ក្រហមស្រស់ព្រមទាំងក្រមាសូត្រដែលគេយកមកថ្វាយនិងបំពាក់លើរូបសំណាកនោះភ្លាមនោះបងប្អូនខ្យល់ភ្លៀងហាក់បក់បោកមកយ៉ាងខ្លាំងដោយសារតែពេលនោះគឺអាកាសធាតុនៅពេលល្ងាចទៅហើយបងប្អូនដែលធ្វើឲ្យបរិយាកាសភ្លៀងរលឹមគឺបង្អុរកាន់តែខ្លាំងឡើងភ្លាមនោះដោយសារតែមានការទទឹកភ្លៀងណាបងប្អូនធ្វើឲ្យគាត់នឹងមានភាពញ័រញាក់ទៅត្រើតរងានៅក្រោមដើមជ្រៃនោះហើយដោយសារតែភាពរងានិងត្រជាក់ផងនោះភាពងងើលនៅក្នុងចិត្តរបស់គាត់សិលាគាត់បានសម្លឹងមើលទៅអាវប៉ាក់ក្រហមមួយដែលនៅក្នុងខ្ទមអ្នកតារួចគាត់ក៏គិតនៅក្នុងចិត្តរបស់គាត់ថាអាវនេះហាក់នៅថ្មីហើយស្អាតតើទុកចោលឲ្យប្រឡាក់ដីនិងប្រឡាក់លាមកសัตว์គ្មានន័យអ្វីសោះបើសិនជាយើងយកមកពាក់កម្ដៅសាច់វាល្អជាងមានន័យថាគាត់យកអាវនោះណាបងប្អូនអាវនោះនៅពេលដែលគាត់កលេចមើលនៅក្នុងខ្ទមអ្នកតានឹងទៅគឺនៅថ្មីដូចទៅតែមានគេថ្វាយជូនដល់លោកតានឹងថ្មីអញ្ចឹងហើយគួបផ្សំនឹងគាត់រងាផងនោះគាត់ក៏មានចិត្តមួយថាចង់យកអាវហ្នឹងមកពាក់ដើម្បីបំបត្តិភាពរងារបស់គាត់ទាំងដែលគាត់នឹងពុំបានគិតថាខោអាវហ្នឹងគឺជាខោអាវរបស់អ្នកតាដើមជ្រៃនោះទេនៅភ្លាមនោះណាបងប្អូនសិលាគាត់បានលូកដៃទៅទាញយកអាវប៉ាក់បុរាណពណ៌ក្រហមនោះចេញពីរូបសំណាករបស់អ្នកតានោះភ្លាមនោះហាក់បីដូចជាមានខ្យល់បក់យ៉ាងខ្លាំងកាត់មកលើដើមជ្រៃបង្កើតទៅជាសម្លេងសូរស័ព្ទចម្លែកយ៉ាងគួរឲ្យភ័យខ្លាចប៉ុន្តែសិលាគឺគាត់មិនបានខ្វល់ឡើយបងប្អូនគាត់បានបោះអាវសើមរបស់គាត់ចោលហើយគាត់បានយកអាវប៉ាក់ក្រហមនោះមកពាក់នៅលើខ្លួនរួចហើយក៏លក្ខណៈបែបលេងសើចចំអកអញ្ចឹងណាបងប្អូនដល់ពេលអញ្ចឹងទៅគាត់ក៏បាននិយាយពាក្យមួយថាស្រុកស្រែនេះគឺពិតជាចម្លែកមែនចេះយកអាវស្អាតមកចោលឲ្យខ្ទមឈើចាស់បែកបាក់អញ្ចឹងសោះឥតប្រយោជន៍មែនបើសិនយើងយកមកពាក់អីល្អអញ្ចឹងណាគាត់និយាយលេងសើចរបៀបក្មេងដែលគាត់អត់ដឹងអីបងប្អូនបន្ទាប់ពីនោះបងប្អូននៅពេលដែលគាត់យកសម្លៀកបំពាក់របស់អ្នកតាដែលដាក់នៅក្នុងខ្ទមនោះយកមកពាក់រួចណាបងប្អូនភ្លៀងក៏ចាប់ដើមរាំងបន្តិចម្ដងហើយនៅពេលនោះសិលាគាត់ក៏បានដើរត្រឡប់មកកាន់ផ្ទះសំណាក់របស់គាត់ដែលគាត់ជួលជាផ្ទះសំណាក់លក្ខណៈបែបឈើចាស់ណាបងប្អូនលក្ខណៈបែបចាស់នៅក្នុងភូមិដែលគាត់បានជួលសម្រាប់ស្នាក់នៅដើម្បីគាត់នឹងដើរថតរូបយកទេសភាពមួយណាដែលមានគុណភាពល្អយកទៅប្រកួតប្រជែងដើម្បីបានពានរង្វាន់អញ្ចឹងណាបងប្អូននៅពេលគាត់ធ្វើដំណើរទៅដល់ផ្ទះសំណាក់នោះណាបងប្អូនគឺគាត់មិនបានយកអាវប៉ាក់ក្រហមនោះទៅសងលោកតាវិញឡើយដោយគាត់នឹងពាក់វានៅលើខ្លួនរហូតដល់យប់នាវេលាម៉ោងប្រហែលជា11:30នាទីចិត្តរំលងអាត្រៀតណាបងប្អូនបរិយាកាសដែលនៅក្នុងបន្ទប់ដេករបស់សិលាហ្នឹងគឺស្រាប់តែប្រែប្រួលយ៉ាងចម្លែកខ្យល់ត្រជាក់គឺខុសពីធម្មតាបានភាយចូលទៅតាមចន្លោះក្តារបន្ទះបានធ្វើឲ្យសិលាភ័យហើយក៏ភ្ញាក់ពីដំណេកទាំងព្រឺសម្បុរខ្ញាក់តែម្ដងនៅភ្លាមនោះណាបងប្អូនគឺមានក្លិនធូបសែនលាយឡំជាមួយនឹងក្លិនដីសើមហើយនឹងក្លិនស្អុយរលួយបានភាយសាយពេញបន្ទប់គេងរបស់គាត់សិលាគាត់បានយកចង្អុលដៃរបស់គាត់នឹងមកញីភ្នែករួចហើយក៏ក្រោកអង្គុយនៅលើគ្រែឈើនោះស្រាប់តែគាត់បានឮសំឡេងជើងដើរនៅលើកម្រាលឈើនៅខាងក្រៅបន្ទប់របស់គាត់វាគឺជាសំឡេងជើងរបស់មនុស្សបងប្អូនដែលដើរលក្ខណៈតន្ត្រំក្តារណាគឺកំពុងតែដើរយឺតសំដៅមកកាន់ទ្វារបន្ទប់របស់គាត់សិលានៅពេលនោះគាត់បានសួរដោយសំឡេងលក្ខណៈបែបភ័យណាគាត់សួរថាអ្នកណានឹង
មានការអីមែនម៉ោង7:12យប់ហើយតើមកធ្វើអីសំណួរដែលគាត់សួរទៅកាន់អ្នកដែលនៅក្រៅបន្ទប់ហ្នឹងគឺគ្មានចម្លើយឆ្លើយតបវិញឡើយបងប្អូនគឺមានតែសំឡេងទ្វារបន្ទប់ហ្នឹងគឺបុកទង្គិចគ្នាបើកឡើងយ៉ាងខ្លាំងឮសូរតែផាំងផាំងហើយខ្យល់ខ្មៅងងឹតបានបក់ចូលមកដែលធ្វើឲ្យចង្គៀងប្រេងកាតនៅលើតុរបស់គាត់ហ្នឹងគឺរលត់ឈឹងតែម្ដងនៅឯចុងក្រេកេងរបស់គាត់ណាបងប្អូនសេឡាគាត់បានឃើញមានដានជើងដែលប្រឡាក់ភក់សើមថ្មីលេចឡើងជាបន្តបន្ទាប់ជាប់គ្នារហូតដើរមកជិតក្រេកេងរបស់គាត់ក៏ប៉ុន្តែគាត់ថាគ្មានរូបរាងមនុស្សសោះបងប្អូនគឺគាត់ឃើញតែដានជើងដែលមានប្រឡាក់ផុកណានៅនឹងជុំវិញក្រេរបស់គាត់នៅវេលាម៉ោង12:00រំលងអាត្រៀតបងប្អូនគឺជាពេលវេលាដ៏រន្ធត់បំផុតសម្រាប់គាត់សេឡាគឺគាត់ចូលទៅគេងតែគាត់មិនអាចគេងលក់បានឡើយបងប្អូនគាត់មានអារម្មណ៍ថាដូចជាខ្លួនប្រាណរបស់គាត់នឹងហាក់បីដូចជាធ្ងន់ពេលខ្លះហ្នឹងធ្វើឲ្យគាត់ថប់អារម្មណ៍ថប់ដង្ហើមស្ទើរតែដកដង្ហើមមិនរួចទេណាបងប្អូននៅពេលដែលគាត់ប្រាស់ខ្នងគេងនៅលើក្រេទៅហាក់បីដូចជាមាននរណាម្នាក់ឬមួយក៏របស់ធ្ងន់ហ្នឹងសង្កត់ទៅលើទ្រូងរបស់គាត់យ៉ាងណែនដែលធ្វើឲ្យគាត់នឹងធ្ងន់ហើយដកដង្ហើមមិនរួចតតែសោះស្រាប់តែរំពេចនោះណាបងប្អូនពន្លឺចាំភ្លឺផ្លេកដែលចាក់ចូលតាមចន្លោះបង្អួចរបស់គាត់បានរំលេចចេញឲ្យឃើញថាគឺគាត់បានឃើញនៅស្រមោលខ្មៅដែលមានលក្ខណៈធំមែនទែនពីរបងប្អូនកំពុងតែឈរនៅចុងក្រេដេករបស់គាត់ដោយសារតែក្នុងបន្ទប់គេងរបស់គាត់ដែលគាត់ជួលហ្នឹងគឺជាផ្ទះឈើបងប្អូនផ្ទះឈើចាស់អញ្ចឹងពីដើមនៅឯបុរាណពេលខ្លះនៅពេលដែលយប់ម៉ោង12អញ្ចឹងទៅអាចមានពន្លឺព្រះច័ន្ទចូលមកតិចតាមប្រឡោះឈើអញ្ចឹងណាបងប្អូននៅពេលដែលគាត់កំពុងតែថប់ដង្ហើមហ្នឹងគាត់ក៏បានកលែកមើលទៅចុងក្រេក៏ស្រាប់តែគាត់ឃើញមានស្រមោលខ្មៅដ៏ធំពីរដែលគាត់បានឃើញណាបងប្អូនគឺនៅឈរនឹងចុងក្រេរបស់គាត់តែម្ដងនៅពេលនោះបងប្អូនស្រមោលដែលមានកម្ពស់ខ្ពស់ស្ទើរតែដល់ពីដានដំបូលផ្ទះគឺគាត់ថាភ្នែករបស់វានឹងគឺមានពណ៌ក្រហមឆ្អិនឆ្អៅដូចជារងើកភ្លើងដ៏ក្រហមដែលកំពុងតែឆេះណាបងប្អូនហើយបានដើរក្បែរក្រេរបស់គាត់សម្លឹងមើលមុខរបស់គាត់ហើយសំឡេងមួយនៅពេលនោះគឺបានបន្លឺឡើងពីក្នុងភាពងងឹតវាគឺជាសំឡេងដែលលក្ខណៈក្រឡូមានសំឡេងធ្ងន់និងត្រជាក់ស្រេបចូលដល់បេះដូងសំឡេងដែលស្រែកសួរទៅកាន់សេឡានោះគឺគាត់បានឮលក្ខណៈចេះបងប្អូនគឺគាត់ឮថាឯងនេះពិតជាហ៊ានណាស់ហ៊ានមកប្រមាថទីសក្ការៈរបស់អញឯងហ៊ានយកនៅសម្លៀកបំពាក់របស់អញនឹងទៅស្លៀកពាក់ព្រមទាំងយកសម្លៀកបំពាក់អញនឹងទៅឌឺដងផ្លែផ្កាដាក់សម្លៀកបំពាក់អញទៀតឆាប់យកសម្លៀកបំពាក់របស់អញមកឲ្យអញវិញភ្លាមកុំឲ្យអញនឹងខឹងខ្លាំងជាងនេះបើមិនអញ្ចឹងទេឯងត្រូវតែសងដោយជីវិតនេះគឺជាសម្ដីស្រមោលខ្មៅដ៏ធំពីរបងប្អូនដែលគាត់បានឃើញនៅនឹងចុងក្រេគឺគាត់រើបំរាស់មិនរួចទេបងប្អូនគឺហាក់បីដូចជាមានអ្វីដ៏ធ្ងន់ដែលសង្កត់ទៅលើទ្រូងគាត់ដែលធ្វើឲ្យគាត់នឹងគឺមិនអាចស្រែកបានទាល់តែសោះគាត់បានស្ដាប់តែឮពាក្យសម្ដីដែលគេនិយាយពាក្យទាំងអស់នោះចូលនៅក្នុងត្រចៀកហើយក៏ចងចាំនៅក្នុងខួរក្បាលរបស់គាត់ជានិច្ចនៅភ្លាមនោះណាបងប្អូនសេឡាគាត់មានការភ័យរន្ធត់ដល់ថ្នាក់បែកញើសចូលក្បាលពេលនោះគាត់បានព្យាយាមស្រែកសុំជំនួយពីអ្នកជិតខាងណាបងប្អូនប៉ុន្តែសំឡេងដែលគាត់បានស្រែកនឹងគឺគ្មានសំឡេងចេញទៅក្រៅទាល់តែសោះ
នៅពេលដែលគាត់ក្រឡេកមើលចុះមកអាវប៉ាក់ក្រហមដែលគាត់កំពុងតែពាក់កេងណាបងប្អូនដោយគាត់មិនដោះទេគឺគាត់ពាក់ហើយទៅដល់ផ្ទះសំណាក់ហ្នឹងគឺគាត់ពាក់ដេកយប់ទៀតផងនៅពេលដែលគាត់ក៏លេចមើលទៅអាវនោះដែលជាប់នឹងខ្លួនរបស់គាត់ណាអាវនោះគឺស្រាប់តែចាប់ផ្ដើមមានអារម្មណ៍ថារឹតរួមនៅក្នុងខ្លួនរបស់គាត់ព្រមទាំងសាច់សពសារពាង្គកាយនៅលើអាវខ្លួនគាត់ហ្នឹងណាបងប្អូនហាក់បីដូចជាយើងពាក់អាវតឹងចង្អៀតមួយអញ្ចឹងណាវាចាប់ផ្ដើមរួមតូចបន្តិចម្ដងហើយសាច់ក្រណាត់ដែលមានពណ៌ក្រហមនោះណាបងប្អូនគឺវាបានជ្រាបចេញនៅឈាមខ្មៅដែលមានពណ៌ខាប់ហូរស្រក់ចុះមកលើគ្រែគេងរបស់គាត់នៅភ្លាមនោះបងប្អូនសេឡាបន្ទាប់ពីអាវក្រហមនោះរឹបរួតសាច់របស់គាត់ព្រមទាំងបានឃើញនៅឈាមក្រហមដែលស្រក់ចេញពីអាវនឹងទៅលើគ្រែរបស់គាត់ទៀតនោះគឺគាត់បានប្រើប្រាស់អស់ហើយប្រទែងប្រទង់រមៀលសពបែបយ៉ាងដើម្បីឲ្យគាត់នឹងរួចពីកណ្ដាប់ដៃក៏ដូចជារួចអំពីអាវក្រហមមួយនោះណាបងប្អូនគាត់ប្រឹងរហូតដល់ប្រើប្រាស់កម្លាំងចុងក្រោយនៃជីវិតរបស់គាត់គឺគាត់ប្រឹងក្រវ៉ាត់ដៃក្រវ៉ាត់ជើងទាញអាវនោះដកចេញពីខ្លួនក៏ប៉ុន្តែអាវនោះបងប្អូនគឺមានអារម្មណ៍ថាវាស្អិតជាប់ទៅនឹងសាច់របស់គាត់វាដូចជាលក្ខណៈថាអាវនិងស្បែកហ្នឹងគឺវារឹតរួមចូលគ្នាអញ្ចឹងណាបងប្អូនទោះបីជាយើងព្យាយាមដកដល់ណាក៏វាអត់ដកចេញដែរដោះលែវយ៉ាងណារត់យ៉ាងណាគឺអាវហ្នឹងនៅតែជាប់ដដែលគឺដកមិនចេញទាល់តែសោះបងប្អូនដោយសារតែគាត់មិនអាចទ្រាំទ្រទៅនឹងការឈឺចាប់របស់ខ្លួនគាត់ព្រមទាំងភាពភ័យរន្ធត់នៅក្នុងវេលាយប់នោះបានណាបងប្អូនសិលាគាត់ក៏បានស្ទុះចេញពីលើគ្រែទាំងត្រដាប់ត្រដួសក៏ចាប់ផ្ដើមបើកទ្វារផ្ទះសំណាក់នឹងរត់ចេញទៅកណ្ដាលអាត្រៀតទាំងដើរផងស្រែកយំនៅតាមផ្លូវផងណាបងប្អូនគឺគាត់ស្រែកលក្ខណៈថាជួយខ្ញុំផងខ្មោចលងខ្ញុំហើយបងប្អូនអើយជួយខ្ញុំផងសំឡេងដែលគាត់រត់ស្រែកនៅតាមផ្លូវបងប្អូនដែលគាត់រត់កាត់ទីងងឹតកាត់បន្លាកាត់ដើមឈើតូចរហូតដល់គាត់នឹងទៅដួលប្រកាច់ប្រកិននៅនឹងមុខផ្ទះរបស់លោកតាសុំដែលជាផ្ទះរបស់មេភូមិណាបងប្អូនហើយនៅភ្លាមនោះបន្ទាប់ពីតាសុំគាត់បានឮសម្រែករបស់មនុស្សស្រែកឲ្យជួយផងនឹងគឺគាត់ក៏បានបើកទ្វារចេញមកទាំងមានការភ្ញាក់ផ្អើលណាបងប្អូននៅពេលនោះគឺគាត់បានឃើញសិលារត់ទាំងតដាប់តដួសមកដួលនៅមុខផ្ទះរបស់គាត់ដែលសិលានឹងគឺគាត់មើលឃើញទៅភ្នែករបស់គាត់នឹងសស្លាតហើយសាច់ខ្លួននឹងមានជាំខ្មៅព្រមទាំងមានស្នាមឈាមនឹងគឺជ្រាបនៅតាមអាវប៉ាក់ក្រហមនោះនៅភ្លាមនោះណាបងប្អូនតាសុំគាត់ក៏បានរត់ចូលទៅក្នុងបន្ទប់ព្រះរបស់គាត់ហើយគាត់ក៏បានយកទឹកមន្តមួយដបតូចមកស្រោចលើក្បាលសិលារួចហើយក៏សួរនាំសិលាអំពីរឿងរ៉ាវទាំងអស់នោះថាហេតុអ្វីបានជាម៉ោង12យប់ហើយដើរស្រែកយំហើយព្រមទាំងស្នាមខ្លួននឹងមានការជាំមានឈាមមានអីអញ្ចឹងណាបងប្អូនគឺគាត់សួរទៅកាន់សិលានៅពេលដែលសិលាគាត់បានសារភាពថាគាត់នឹងគឺកាលពីថ្ងៃមិញគឺគាត់បានដើរទៅថតរូបនៅឯវាលស្រែមួយគឺគាត់បានដើរទៅជួបនឹងខ្ទមអ្នកតាចំណាស់មួយណាដែលនៅក្រោមដើមជ្រៃនោះហើយគូផ្សំនៅពេលនោះមេឃរោភ្លៀងចឹងហើយគាត់ក៏បានទៅជ្រកនៅក្រោមដើមជ្រៃនោះហើយគាត់ក៏បានរៀបរាប់ថាគាត់នឹងគឺយកអាវប៉ាក់ពីខ្ទមអ្នកតានឹងយកមកពាក់ដោយសារតែអាវរបស់គាត់នឹងទៅទឹកជោកចឹងណាហើយបងប្អូនអើយនៅពេលដែលតាសុំគាត់បានឮអំពីការនិយាយរបស់សិលារួចមកគឺគាត់បានដកដង្ហើមធំហើយក៏គាត់និយាយទាំងទឹកមុខលក្ខណៈព្រួយបារម្ភទៅកាន់សិលាណាបងប្អូនគឺគាត់និយាយទៅកាន់សិលាថាក្មួយឯងមើលទៅប្រកាសជាធ្វើរឿងអីខុសឆ្គងធំហើយឯងដឹងទេថាអាវប៉ាក់នោះណាគឺជាអាវរបស់អ្នកតាដែលជាអ្នកតាធំម្ចាស់ស្រុកតែម្ដង
ដែលអ្នកភូមិទាំងអស់នៅទីនេះហ្នឹងគឺមានការគោរពបូជាទៅគាត់ហ្នឹងគឺ7ជំនាន់មកហើយអ្នកណាក៏ដោយដែលហ៊ានប៉ះពាល់ឬមួយក៏លួចយករបស់ប្រើប្រាស់មិនថាជាភេសជ្ជៈអាហារឬមួយក៏របស់ប្រើប្រាស់ដែលគេបានថ្វាយទៅលោកតានោះនឹងត្រូវបណ្ដាសាឲ្យធ្លាក់ខ្លួនឈឺឆ្កួតលីលាឬមួយក៏ត្រូវវិញ្ញាណរបស់អ្នកតានោះយកជីវិតនៅពាក់កណ្ដាលអាត្រៀតជាមិនខានឡើយបងប្អូននៅពេលដែលសិលាគាត់បានឮសម្ដីរបស់តាសុំដែលជាមេភូមិនៅក្នុងផ្ទះនោះណាបងប្អូនគឺគាត់ភ័យខ្លួនមែនទែនភ័យរហូតដល់ថ្នាក់គាត់សុំលោកតាសុំថាឲ្យជួយគាត់ផងហើយសុំផ្ទះលោកតាសុំហ្នឹងស្នាក់មួយយប់អញ្ចឹងណាបងប្អូននៅពេលដែលលោកតាសុំគាត់បានឲ្យសិលាហ្នឹងស្នាក់មួយយប់ហើយបងប្អូនលុះព្រឹកព្រលឹមឡើងណាបងប្អូនពន្លឺព្រះអាទិត្យក៏ចាប់ផ្ដើមរះឡើងតាសុំគាត់ក៏បានបញ្ញាប់បញ្ញាល់ហ្នឹងរៀបចំគ្រឿងសែនមានដូចជាធូបទៀនផ្កាឈូកមាន់ស្ងោរស្រាសព្រមទាំងនាំសិលាហ្នឹងត្រឡប់ទៅកាន់ខ្ទមអ្នកតាដែលនៅដើមជ្រៃឯណោះណាបងប្អូនគឺដើម្បីទៅសុំខមាទោសពីលោកតានោះដោយសារតែសិលាគាត់គឺជាមនុស្សមិនជឿហើយមួយវិញទៀតគាត់ហ៊ានប្រមាថកន្លែងលោកតាណាហើយមួយទៀតគឺគាត់ជាអ្នកចំណូលថ្មីគឺជាអ្នកស្នាក់នៅណាបងប្អូនអញ្ចឹងលោកតាប្រធានភូមិហ្នឹងគាត់ខ្លាចមានបញ្ហាទៅកាន់ភូមិរបស់គាត់អញ្ចឹងហើយគាត់ត្រូវតែបញ្ញាប់បញ្ញាល់រៀបចំរបស់សែនហ្នឹងដើម្បីយកទៅសុំខមាទោសអ្នកតានោះនៅពេលដែលពួកគាត់ទាំងអស់គ្នាបានទៅដល់ទីនោះបងប្អូនសិលាគាត់បានលូតជង្គង់ចុះនៅលើដីហើយក៏សំពះ3ដងទៅកាន់ខ្ទមរបស់អ្នកតាហើយគាត់ក៏បានអុជធូបហើយក៏បានពោលពាក្យនៅសុំខមាទោសព្រមទាំងនិយាយរឿងរ៉ាវផ្សេងហើយនឹងខមាទោសរបស់គាត់ដែលគាត់បានធ្វើខុសណាបងប្អូនទៅកាន់ខ្ទមអ្នកតានោះគឺគាត់យំផងគាត់សុំអង្វរផងស្រក់ទឹកភ្នែកផងណាបងប្អូនដោយគាត់បានជួបហេតុការណ៍នៅក្នុងវេលាយប់មិញហ្នឹងធ្វើឲ្យគាត់ខ្លាចសើតែបាត់បង់ស្មារតីតែម្ដងហើយនៅភ្លាមនោះបងប្អូនតាសុំគាត់ក៏បានយកធូបមកអុជហើយក៏សូត្រធម៌ដើម្បីសុំខមាទោសព្រមទាំងយកទឹកមន្តហ្នឹងស្រោចទៅលើអាវប៉ាក់ក្រហមដែលសិលាបានពាក់កាលពីយប់មិញណារំពេចនោះអាវប៉ាក់ដែលធ្លាប់តែស្អិតជាប់នៅនឹងសាច់របស់សិលាដែលយប់មិញហ្នឹងគឺសិលាដោះយ៉ាងណាគឺដោះមិនបានសោះគឺស្រាប់តែរបូតចេញពីក្នុងខ្លួនរបស់សិលាហ្នឹងគឺយ៉ាងងាយស្រួលតែម្ដងហើយសិលាគាត់ក៏បានរៀបចំជូតសម្អាតអាវនោះយ៉ាងស្រស់ស្អាតរួចក៏យកទៅបំពាក់លើរូបសំណាករបស់អ្នកតាវិញដោយក្តីគោរពនិងខ្លាចរអាជាទីបំផុតបន្ទាប់ពីហេតុការណ៍ដ៏រន្ធត់នោះបានកន្លងផុតទៅណាបងប្អូនសិលាគាត់ក៏បានសម្រេចចិត្តដើរចេញពីក្នុងភូមិដាច់ស្រយាលនោះទាំងអារម្មណ៍មួយដែលបានផ្លាស់ប្ដូរគាត់ទាំងស្រុងហើយគាត់បានដឹងថានៅក្នុងពិភពលោករបស់យើងនេះគឺមានអ្វីជាច្រើនដែលប្លែកហើយយើងមើលមិនឃើញដោយភ្នែកទទេណាបងប្អូនហើយការគោរពនឹងឲ្យតម្លៃទៅលើទំនៀមទម្លាប់និងអបិយជំនឿរបស់ប្រជាជននៅក្នុងតំបន់នោះគឺជាកត្តាដ៏ចាំបាច់មួយដែលមិនអាចមើលរំលងបានឡើយបងប្អូន3ខែក្រោយមកនៅឯទីក្រុងសិលាគាត់បានរៀបចំពិព័រណ៍រូបភាពមួយដែលបានដាក់តាំងបង្ហាញរូបភាពទេសភាពនិងជីវភាពដែលគាត់បានដើរថតកាលពីពេលដែលគាត់ចុះទៅឯស្រុកស្រែជើងភ្នំនោះណាបងប្អូនហើយរូបភាពទាំងអស់នោះគឺមានភាពរស់រវើកតាក់ទាញនិងពោពេញទៅដោយអត្ថន័យជ្រាលជ្រៅការតាំងពិព័រណ៍រូបភាពនេះគឺបានទទួលនៅការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់របស់អ្នកទស្សនាក៏ដូចជាអ្នកជំនាញផ្នែកថតរូបណាបងប្អូនដោយរូបភាពរបស់គាត់នីមួយហ្នឹងគឺទទួលបានពានរង្វាន់ជាច្រើនព្រមទាំងជោគជ័យយ៉ាងត្រចះត្រចង់ភ្លាមនោះសិលាគាត់ក៏បានក្លាយទៅជាអ្នកថតរូបមួយដ៏ល្បីល្បាញហើយជោគជ័យមួយនេះណាក៏បានជួយឲ្យជីវភាពគ្រួសាររបស់គាត់នឹងក៏កាន់តែធូរធារនិងរីកចម្រើនផងដែរបងប្អូនទោះបីជាយ៉ាងណាក៏ដោយក៏សិលាបន្ទាប់ពីទទួលបានជោគជ័យនៅក្នុងអាជីពរបស់គាត់ណាបងប្អូនក៏គាត់មិនដែលភ្លេចមេរៀនដែលគាត់បានរៀនអំពីខ្ទមអ្នកតាដែលនៅឯដើមជ្រៃនោះឡើយ
ហើយជារៀងរាល់ឆ្នាំណាបងប្អូនគាត់តែងតែត្រឡប់ទៅភូមិដាច់ស្រយាលនោះវិញដើម្បីធ្វើបុណ្យឧទ្ទិសកុសលជូនដល់អ្នកតានិងអ្នកដែលថែរក្សាបរិស្ថាននៅជុំវិញអ្នកតានិងជានិច្ចបងប្អូនគឺដើម្បីទទួលការគោរពនិងដឹងគុណដែលគាត់បានស្នើសុំលោកតាឲ្យការតាំងពិព័រណ៍រូបរបស់គាត់នឹងទទួលបានជោគជ័យអញ្ចឹងណាបងប្អូននៅពេលដែលគាត់បានស្នើសុំពីលោកតាម្ចាស់ខ្ទមនឹងរួចហើយគឺជោគជ័យដ៏ធំនៅមុខគាត់គឺបានទទួលជោគជ័យតែម្ដងគឺគាត់ជឿជាក់ណាបងប្អូននៅពេលនោះគាត់ធ្លាប់ជាមនុស្សម្នាក់ដែលគាត់មិនមានភាពជឿជាក់ទៅលើអបិយជំនឿគឺគាត់ជឿតែលើវិទ្យាសាស្ត្រនៅពេលដែលគាត់បានជួបរឿងរ៉ាវខ្លួនឯងផ្ទាល់ទើបគាត់បានយល់ថាអ្វីៗទាំងអស់ហ្នឹងគឺកើតឡើងដោយអភិនិហាព្រមទាំងរឿងជំនឿផ្សេងព្រមទាំងការគោរពណាបងប្អូនហើយនៅពេលនោះហើយដែលធ្វើឲ្យសិលាហ្នឹងគឺគាត់ចាប់ផ្ដើមដឹងគុណខ្ទមអ្នកតានោះដែលគាត់បានជួយគាត់ឲ្យក្រុមគ្រួសាររបស់គាត់ព្រមទាំងអាជីពរបស់គាត់ហ្នឹងរីកចម្រើនផងដែរហើយគាត់ក៏មិនដែលភ្លេចទេបងប្អូនជារៀងរាល់ឆ្នាំគឺគាត់តែងតែធ្វើដំណើរយកផ្លែឈើក៏ដូចជាភេសជ្ជៈព្រមទាំងរបស់ប្រើប្រាស់ផ្សេងហ្នឹងទៅថ្វាយដល់លោកតាម្ចាស់ខ្ទមនោះដើម្បីឲ្យជីវភាពរបស់គាត់នឹងកាន់តែរីកចម្រើនណាបងប្អូនសូមអរគុណច្រើនបងប្អូនអ្នកស្ដាប់ទាំងអស់គ្នាទាំងអស់នេះគឺជាសាច់រឿងរបស់សិលាដែលគាត់បានធ្វើដំណើរទៅកាន់ស្រុកដាច់ស្រយាលមួយបងប្អូនដើម្បីទៅថតផ្ដិតយករូបភាពស្អាតដើម្បីយកទៅប្រកួតប្រជែងតែនៅពេលដែលគាត់ទៅថតទៅគាត់ក៏បានឃើញខ្ទមអ្នកតាហើយគាត់លក្ខណៈថាមើលងាយប្រមាថទៅលើខ្ទមអ្នកតានឹងបន្ទាប់មកគាត់ក៏បានជួបនៅហេតុការណ៍ហើយបន្ទាប់មកទៀតបន្ទាប់ពីគាត់ធ្វើការសុំកម្មាទោសដល់លោកតាម្ចាស់ខ្ទមនោះរួចមកគាត់ក៏ទទួលបាននៅការស្នើសុំអង្វរពីលោកតានឹងឲ្យលោកតាជួយបើសិនជាលោកតាស័ក្តិសិទ្ធិពិតប្រាកដមែនអញ្ចឹងណាបងប្អូនត្រូវទៅជួយគាត់នៅក្នុងការប្រកួតអាជីពថតរូបរបស់គាត់នឹងសូមឲ្យរូបភាពដែលគាត់បានថតទៅគឺមានអ្នកទទួលការគ្រប់គ្រងនឹងកាន់តែច្រើនគឺពិតប្រាកដមែនបងប្អូននៅពេលដែលគាត់បានជួបហេតុការណ៍រួចមកព្រមទាំងការស្នើសុំពីលោកតាខ្ទមនោះមកគឺគាត់ទទួលបាននៅជោគជ័យពិតប្រាកដមែនចឹងអរគុណច្រើនបងប្អូននេះគឺជាសាច់រឿងរបស់សិលាដែលនេះខ្ញុំបានលើកយកមកជម្រាបជូនដល់ប្រិយមិត្តទាំងអស់គ្នាដើម្បីស្ដាប់ជាការកំសាន្តនៅក្នុងវេលាយប់នេះហើយសម្រាប់វេលាយប់នេះផងដែរជាចុងក្រោយនេះនាងខ្ញុំក៏សូមអរគុណច្រើនសម្រាប់បងប្អូនទាំងអស់គ្នាជាពិសេសគឺបងប្អូនដែលគាត់បានចូលមកស្ដាប់សាច់រឿងតាំងពីរឿងចំណុចចាប់ផ្ដើមរឿងក៏ដូចជាដល់បញ្ចប់សាច់រឿងតែម្ដងណាបងប្អូនគឺសូមអរគុណមែនទែនហើយក៏សូមអរគុណដល់បងប្អូនទាំងអស់ដែលបានជួយចុច like ក៏ដូចជា subscribe channel របស់នាងខ្ញុំណាបងប្អូនហើយប្រសិនបើជាប្រិយមិត្តទាំងអស់គ្នាឬក៏ពុកម៉ែបងប្អូនទាំងអស់គ្នាមានសាច់រឿងប្លែកឬមួយក៏សាច់រឿងដែលជួបប្រទះផ្ទាល់ខ្លួនបងប្អូនក៏អាចផ្ញើជាសាច់រឿងមកនាងខ្ញុំបានផងដែរចាស់នៅតាមរយៈ link ដើម្បីយកសាច់រឿងរបស់បងប្អូនមកទៅទានជូនទៅដល់ប្រិយមិត្តផ្សេងដើម្បីឲ្យបានស្ដាប់ទាំងអស់គ្នាចឹងណាបងប្អូនចាអរគុណច្រើនបងប្អូននៅក្នុងគណៈពេលនេះនាងខ្ញុំក៏សូមជូនពរឲ្យបងប្អូនទាំងអស់គ្នាក៏ដូចជាប្រិយមិត្តអ្នកស្ដាប់របស់ channel សូសតនិទានទាំងអស់គ្នាសូមឲ្យគេងលក់សុបិនល្អហើយសូមទៅណាមកណាក៏សូមប្រកបតែសុខសុវត្ថិភាពនៅក្នុងគណៈពេលនេះនាងខ្ញុំសូមអរគុណជម្រាបលាជួបគ្នានៅអេពីសូតក្រោយ